ក្លឹបអ្នកមានបត FC Barcelona ចង់បានខ្សែប្រយុទ្ធស្លាប់កម្ពុជាទាំងពីររូបនេះនៅអង់គ្លេសលោកដេកូនាយកប្រតិបត្តិកីឡាករ Barcelona បានបង្ហាញពីឈ្មោះខ្សែប្រយុទ្ធស្លាប់ឆ្នាំពីររូបនេះដែលក្លឹបអ្នកបន FC Barcelona ចង់យកមកពង្រឹងនៅរដូវក្តៅខាងមុខនេះថ្លែងប្រាប់វិទ្យុជាតិអេស្ប៉ាញលោកឌីកូបាននិយាយដោយមិនរលាបថាពួកយើងចង់បានលោកវីហើយពួកយើងចង់បាន Rafford ប៉ុន្តែពួកយើងមិនអាចនិយាយអំពីកីឡាករដែលកំពុងតែចុះកិច្ចសន្យាបានទេតាមការលើកឡើងរបស់លោកឌីកូគឺ FC Barcelona មានរំលងចង់បានលោកវីឌីអារបស់ Liverpool និង Marco Rashford របស់ Manchester United ដែលកំពុងតែខ្ចីជើងនៅ Aston Villa យ៉ាងណាកីឡាករទាំងពីរនេះក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាមួយនឹងក្រុមម្ចាស់ជើងឯកលីកកំពូលអេស្ប៉ាញជាច្រើនលើកមកហើយប៉ុន្តែកន្លងមកការចរចាពុំបានជោគជ័យនៅឡើយដោយសារមានបញ្ហារាយហាញវត្ថុគួរបញ្ជាក់ថា Rashford នៅសល់កិច្ចសន្យារយៈពេល2រដូវកាលទៀតជាមួយនឹង Manchester United ពោលគឺដល់ខែមិថុនាឆ្នាំ2028ចំណែកឯលោក Vindy អាវិញគឺនៅសល់កិច្ចសន្យាជាមួយនឹង Liverpool រយៈពេល1រដូវកាលទៀតពោលគឺដល់ខែមិថុនាឆ្នាំ2027តើបងប្អូនគិតថា FC Barcelona អាចយកកីឡាករទាំងពីរនេះមកជួយក្រុមបានដែរទេហើយមានការរីកចម្រើនអ្វីខ្លះសូមខមមិននៅខាងក្រោមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នាវីដេអូក្រោយៗទៀត